គ្នាជាទីគោរពស្រឡាញ់របស់បានហើយថ្ងៃនេះលោកឪជាថ្ងៃសៅរ៍ថ្ងៃសៅរ៍ត្រូវនៅថ្ងៃ5បារាំងត្រូវថ្ងៃ8កើតខែមេសាឆ្នាំ2025ហើយលោកឪធ្វើដំណើរទាំងយប់នេះទៅប្រាសាទព្រះវិហារហើយជាមួយលោកគ្រូមហាឥសីនិងបងប្អូនកូនសិស្សគុណទាំងអស់លោកគ្រូអ្នកគ្រូទាំងអស់រួមដំណើរទៅទាំងអស់គ្នាហើយទៅទាំងយប់ហ្នឹងឯងហើយទៅលើកនេះលោកឪទៅប្រាសាទព្រះវិហារយកអង្គនិងអំណោយសម្ភារៈដូចអាវយ័ន្តជាសម្ភារៈខ្លះៗនឹងទៅជូនបងប្អូនកងទ័ពយើងនៅជួរមុខនៅខាងប្រាសាទព្រះវិហារម្ដងអញ្ចឹងសូមជូនពរបងប្អូនកូនចៅប្រុសស្រីទាំងអស់គ្នាសូមឲ្យជួបតែសេចក្តីសុខក្តីចម្រើននិងបានសុខសាន្តគ្រប់ក្រុមគ្រួសារណាសូមអនុមោទនាបាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះលោកឪបាននិមន្តទៅប្រាសាទព្រះវិហារជាលើកទី2បាទជាមួយលោកគ្រូអ្នកគ្រូបាទហើយទៅសារនេះក៏បានពំនាំយកនៅអំណោយអង្គមានដូចជាអង្គមីមានត្រីខមានកាហ្វេហើយយើងមិនតដឹងថាទៅដល់ម៉ោងប្រហែលទេបងប្អូនយើងហើយចំជួយតាមដានបងប្អូនគ្នាហើយសូមពុកម៉ែបងប្អូនជួយ share ម្នាក់មួយទៅនេះគឺជាបនកសលលោកគ្រូថ្ងៃនេះថ្ងៃសៅរ៍ត្រូវនៅថ្ងៃទី5បារាំងហើយត្រូវថ្ងៃ15ថ្ងៃ8កើតហើយខែមេសាឆ្នាំ2025អញ្ចឹងលោកឪធ្វើដំណើរទៅជាមួយលោកឪអ៊ីសីនឹងទាំងយប់នឹងសូមជូនពរបងប្អូនកូនចៅទាំងអស់គ្នាសូមឲ្យជួបតែសេចក្តីសុខភាពចម្រើនគ្រប់ក្រុមគ្រួសារណាសូមអនុមោទនាបាននេះគឺជាសកម្មភាពខ្លះៗលោកគ្រូរៀបចំចាត់ចំណាទៅឲ្យបងប្អូនយើង